ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានរឿងបែបប្រឡំលោកមួយរឿងដែលមានចំណងជើងថាស្នេហ៍ក្នុងគំនាបហើយរឿងនេះដែរនិពន្ធដោយអ្នកនិពន្ធឈ្មោះ Tulip ប្រឡំលោកអញ្ចឹងសាច់រឿងរបស់គាត់គឺល្អមើលបងប្អូនណាដែលអាចជាវគាត់ក៏បានអញ្ចឹងស្ដាប់តាម page ខ្ញុំនេះក៏បានតោះយើងចូលមកផ្ដើមរឿងដាវីនកើតអីនឹងហេតុអីមកគេងនៅត្រង់នេះអ្នកគ្រូអេណាដើរចូលមកសួរដោយក្តីបារម្ភពេលឃើញក្មេងតូចដែលត្រូវឪពុកម្ដាយយកមកបោះចោលនៅមុខមជ្ឈមណ្ឌលកុមារកំព្រាអង្គុយយំមើលទៅគួរឲ្យអាណិតខ្ញុំនឹកប៉ានឹកម៉ាក់ប៉ាម៉ាក់ទៅណាពេលណាទៅប៉ាម៉ាក់មកទទួលខ្ញុំក្មេងស្រីយំទាំងទឹកភ្នែករហេមរហាមព្រមទាំងជូតទឹកភ្នែកចេញយ៉ាងគួរឲ្យអាណិតអ្នកគ្រូក៏អង្អែលក្បាលក្មេងស្រីថ្នមដាវីនតទៅនេះកូនគឺជាកូនរបស់ម៉ាក់កុំយំអីណាកូនទៅលេងជាមួយមិត្តភក្តិទៅល្អជាងថ្ងៃនេះដែរមានអ៊ំចិត្តល្អយករបស់អាហារឆ្ងាញ់មកឲ្យយើងផងដែរណានិយាយរួចអ្នកគ្រូក៏ទាញក្មេងស្រីឲ្យក្រោកឡើងមុននឹងនាំដើរទៅរោងអាហារតែក្មេងស្រីបែរជាមិនព្រមដើរតាមហើយមើលអ្នកគ្រូដោយក្រសែភ្នែកពេញដោយសំណួរទើបអ្នកគ្រូងាកមកសួរយ៉ាងប្លែកចិត្តមានរឿងអីដាវីនប៉ាម៉ាក់មិនត្រឡប់មកទទួលខ្ញុំទេមែនទេប៉ានិងម៉ាក់ប្រាប់ឲ្យខ្ញុំចាំតែមិនបានប្រាប់ទេថានឹងត្រឡប់មកទទួលខ្ញុំចង់ទៅផ្ទះដាវីនប្រាប់អ្នកគ្រូដោយសំឡេងញ័រហើយស្ទុះចូលទៅអោបអ្នកគ្រូធ្វើឲ្យអ្នកគ្រូដែលជាប្រធានមណ្ឌលកុមារកំព្រាដល់ថ្នាក់ឆ្លើយមិនត្រូវបានតែអោបក្មេងស្រីដោយក្តីអាណិតបន្ទាប់មកអ្នកគ្រូក៏លុតជង្គង់ចុះហើយនិយាយជាមួយក្មេងស្រីដោយសំឡេងកក់ក្ដៅប៉ាម៉ាក់របស់វីនប្រហែលមានហេតុផលរបស់គាត់តែមិនថាគាត់មានហេតុផលអ្វីក៏ដោយក៏មិនសំខាន់ដោយការដែលវីននៅមានជីវិតរស់នៅដែរចាំទុកណាកូនវីនជាមនុស្សយើងគ្រប់គ្នាសុទ្ធតែមានតម្លៃគ្មានអ្នកណាដែលមានជីវិតដែលសម្បូរបែបគ្រប់យ៉ាងនោះទេគ្រប់គ្នាកើតមកព្រមជាមួយការខ្វះខាតអ្នកខ្លះសំណាងអាក្រក់គ្មានដៃគ្មានជើងគ្មានសតិបញ្ញាទេកូនតែកូនមានសតិបញ្ញាមានដៃមានជើងនិងអវយវៈគ្រប់ទាំងអស់ជីវិតកូនចាប់ពីពេលនេះទៅវិនជាអ្នកកំណត់ខ្ញុំនឹកផ្ទះក្មេងតូចនៅតែយំនិងនៅមិនយល់ពាក្យអប់រំរបស់អ្នកគ្រូទេតែក៏ព្រមដើរតាមគាត់ចូលទៅរកមិត្តភក្តិដទៃទៀតតាមសម្រួលស្របគ្នានោះឡានអឺរ៉ុបម៉ាកល្បីមួយគ្រឿងបើកមកចតនៅមុខមជ្ឈមណ្ឌលកុមារកំព្រាដោយសារថ្ងៃនេះជាថ្ងៃខួបកំណើតរបស់អ្នកស្រី Harry Malesaso ភរិយារបស់លោក Cole Malesaso ម្ចាស់ធនាគារដែលជាធនាគារលំដាប់ពិភពលោកមានសាខាច្រើនប្រទេសទើបគាត់ចង់យកអាហារនិងនំចំណីមកចែកក្មេងកំព្រានេះជាអ្វីដែលលោកស្រី Harry ធ្វើជារៀងរាល់ឆ្នាំលោកស្រី Harry ដើរចូលមកដល់ខាងក្នុងដោយមានសេចក្តីសុខលោកស្រីក៏សង្កេតឃើញក្មេងស្រីមុខមាត់គួរឲ្យស្រឡាញ់ម្នាក់ហើយក៏មាននិស្ស័យមើលទៅនាងប្រហែលជាមានអាយុទើបតែ6ឆ្នាំក្មេងម្នាក់នេះមានប្រសែភ្នែកសោកសៅនិងគ្មានភាពត្រេកអរនឹងការដែលបានញ៉ាំអាហារល្អៗនិងតុក្កតាស្អាតៗដូចមិត្តភក្តិដទៃទេលោកស្រី Harry ដើរចូលទៅរកពេលដែលឃើញក្មេងស្រីនោះចេញមកអង្គុយតែម្នាក់ឯងអូនចង់ទៅណាលោកគូលក៏សួរទៅភរិយាគាត់យ៉ាងប្លែកចិត្តផងដែរអូនទៅរកក្មេងម្នាក់នោះនាងមើលទៅដូចជាមិនសប្បាយចិត្តសោះដែលបានតុក្កតានិងអាហារឆ្ងាញ់ដែលយើងយកមកឲ្យលោកគូលមើលតាមខ្សែភ្នែកភរិយាមុននឹងឃើញក្មេងស្រីមុខមាត់គួរឲ្យស្រឡាញ់បំផុតក្នុងមជ្ឈមណ្ឌលអង្គុយធ្វើមុខសោកសៅតែម្នាក់ឯងនៅកន្លែងដែលនៅខាងក្រៅចូលទៅសួរមើលក្រែងលោកក្មេងស្រីម្នាក់នោះមានរឿងពិបាកចិត្តអ្វីលោកគូលប្រាប់ទៅភរិយាគាត់មុននឹងងាកទៅចែករបស់លេងនិងតុក្កតាដល់ក្មេងៗបន្តចាលោកស្រីក៏ឆ្លើយតបទៅនឹងស្វាមីមុននឹងគាត់ដើរទៅរកក្មេងស្រីដាវីនងើយមុខឡើងឃើញលោកស្រីស្អាតនិងចិត្តល្អដែលយកអាហារថែមទាំងចែកតុក្កតាស្អាតដែលមួយជីវិតនេះនាងមិនដែលមានព្រោះប៉ាម៉ាក់នាងគ្មានសមត្ថភាពទិញឲ្យបានធ្វើឲ្យក្មេងស្រីប្លែកចិត្តហើយឱនក្បាលគោរពយ៉ាងឱនលំទោន
ធ្វើឲ្យលោកស្រីកាន់តែមានអារម្មណ៍អាណិតស្រឡាញ់ក្មេងស្រីម្នាក់នេះខ្លាំងឡើងសួស្តីអ៊ំស្រីចាសួស្តីមើលទៅក្មួយដូចជាមិនសប្បាយនឹងគេសោះកើតអីឬអត់នឹងហេតុអីក៏មិនចូលទៅលេងជាមួយគេខ្ញុំនឹកប៉ាម៉ាក់ក្មេងស្រីនិយាយទាំងទឹកភ្នែកធ្វើឲ្យលោកស្រីចង់យំតាមហើយទីបំផុតក៏ទប់ទឹកភ្នែកមិនជាប់ពេលឃើញភាពវេទនារបស់ក្មេងម្នាក់នេះលោកស្រីកាន់តែមានអារម្មណ៍អាណិតស្រឡាញ់នាងខ្លាំងព្រោះលោកស្រីមានតែកូនប្រុសតែម្នាក់ដែលជាកូនតូលពេលនេះគេមានអាយុ23ឆ្នាំទៅហើយឈ្មោះ Dustin Malesaso ខណៈពេលនេះគេក៏ទៅបន្តការសិក្សានៅក្រៅប្រទេសទៀតអញ្ចឹងលោកស្រីក៏អង្អែលក្បាលក្មេងតូចយ៉ាងថ្នាក់ថ្នមគាត់ហាក់មាននិស្ស័យជាមួយក្មេងតូចម្នាក់នេះជាខ្លាំងនឹងមិនបាច់សួរក៏ដឹងដែរថាក្មេងម្នាក់នេះត្រូវឪពុកម្ដាយយកមកចោលនៅទីនេះពេលនេះលោកស្រីចង់បាននាងតូចមកធ្វើជាកូនរបស់គាត់ព្រោះតាំងពីកូនប្រុសគាត់ចាក់ចេញទៅរៀនក្រៅប្រទេសមកធ្វើឲ្យគាត់អត់សុខណាស់ចំណែកនៅពូមកគ្រឹះគាត់វិញស្ងាត់ឲ្យឈឹងបើបាននាងតូចមកនៅប្រហែលជាល្អហើយគាត់នឹងស្វាមីនឹងមិនអត់សុខទៀតទេក្មួយឈ្មោះអ្វីដែរខ្ញុំឈ្មោះដាវីនខ្ញុំឈ្មោះដាវីននាងប្រាប់ទៅលោកស្រីដាវីនតើក្មួយចង់ធ្វើជាកូនស្រីរបស់អ៊ំទេគាត់សួរដោយសង្កេតមើលទឹកមុខរបស់ក្មេងតូចខណៈពេលនោះនាងតូចស្រាប់តែងើយមុខបើកភ្នែកម៉ក់ម៉ក់មើលមកគាត់ដោយមិននិយាយអ្វីធ្វើឲ្យគាត់ខ្លាចថានាងមិនព្រមទើបគាត់ព្យាយាមនិយាយបន្តទៅទៀតពេលនេះនៅផ្ទះអ៊ំស្ងាត់ខ្លាំងណាស់អ៊ំនៅតែពីរអ្នកប្តីប្រពន្ធនិងអ្នកបម្រើទេពេលប្តីអ៊ំគាត់ចេញទៅធ្វើការបាត់អ៊ំនៅតែម្នាក់ឯងអត់សុខខ្លាំងណាស់ហើយកូនប្រុសរបស់អ៊ំក៏ទៅរៀននៅក្រៅប្រទេសបាត់ទៀតអ៊ំនៅតែម្នាក់ឯងឯកាខ្លាំងណាស់បើបានក្មួយមកធ្វើជាកូនស្រីអ៊ំនឹងមិនអត់សុខទៀតទេបើក្មួយព្រមអ៊ំនឹងឲ្យក្មួយបានទៅរៀនសាលាល្អនិងមានអាហារញ៉ាំឆ្ងាញ់មានបន្ទប់គេងស្អាតនិងមានតុក្កតាធំលោកស្រីគាត់ព្យាយាមនិយាយបញ្ចុះបញ្ចូលទៅកាន់ក្មេងតូចគាត់សម្រេចចិត្តហើយថានឹងយកក្មេងស្រីម្នាក់នេះទៅធ្វើជាកូនរបស់គាត់ឲ្យទាល់តែបានសារជាតិជាក្មេងគ្រាន់តែឮថាមានអាហារញ៉ាំឆ្ងាញ់មានតុក្កតាធំមានបន្ទប់គេងដ៏ស្អាតនាងតូចក៏បើកភ្នែកធំទឹកមុខរៀងស្រស់ស្រាយបន្តិចប៉ុន្តែភ្លាមនោះនាងតូចក៏នឹកដល់ឪពុកម្ដាយរបស់នាងហេតុអីពួកគាត់យកនាងមកបោះបង់ចោលឬមួយក៏ពួកគាត់មិនស្រឡាញ់នាងនោះទេខណៈពេលនោះមានអ៊ំចិត្តល្អចង់បាននាងធ្វើជាកូនមិនថាយ៉ាងណាបើមានមនុស្សចិត្តល្អជួយនាងក៏សប្បាយចិត្តតែបើថ្ងៃណាមួយពួកគាត់ត្រឡប់មកយកនាងវិញនាងរីករាយជានិច្ចនាងតូចបន្ទាប់ពីគិតរួចក៏ងើយទៅនិយាយជាមួយលោកស្រីដែលធ្វើឲ្យលោកស្រីគាត់អួលដើមកអ៊ំស្រីនឹងមិនបោះបង់ខ្ញុំចោលដោយប៉ាម៉ាក់ខ្ញុំទេមែនទេក្មេងតូចនិយាយទាំងទឹកភ្នែកដាប់ថ្ពាល់អ៊ំនឹងធ្វើឲ្យកូនក្លាយជាប្រនាងដែលសំណាងជាងគេបំផុតបន្ទាប់ពីព្រមព្រៀងគ្នារួចជាមួយក្មេងតូចហើយលោកស្រីក៏ដើរទៅរកស្វាមីនិងរៀបរាប់ប្រាប់គាត់ទាំងអស់ឯលោកខូលវិញក៏ឯកភាពព្រោះគាត់ក៏ស្រឡាញ់កូនស្រីដែរលោកខូលនិងលោកស្រីពួកគាត់ក៏ដើរសម្ដៅទៅរកអ្នកគ្រូអេណាដែលជាប្រធានមណ្ឌលកុមារកំព្រាដើម្បីទៅនិយាយគ្នាអំពីរឿងនេះរឿងដែលគាត់ចង់យកដាវីនទៅចិញ្ចឹមស្របពេលនោះអ្នកគ្រូអេណាក៏ដើរសម្ដៅមករកពួកគាត់រួចក៏និយាយគ្នាអំពីរឿងនេះអ្នកគ្រូអេណាឮហើយក៏រំភើបនិងសប្បាយចិត្តជំនួសដាវីនបើនាងបានធ្វើជាកូនរបស់លោកស្រីហេរីនាងតូចអាចមានអនាគតល្អជាងនៅមណ្ឌលកុមារកំព្រាព្រោះលោកស្រីជាមនុស្សល្អខ្លាំងណាស់ជារៀងរាល់ឆ្នាំលោកស្រីនិងលោកខូលតែងតែឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រាជានិច្ចបើបែបនេះគាត់អាចទុកចិត្តបានដោយមិនបាច់បារម្ភបន្ទាប់ពីព្រមព្រៀងគ្នារួចរាល់លោកស្រីនិងលោកខូលក៏ទៅសញ្ញាឯកសារដើម្បីបានធ្វើជាអាណាព្យាបាលពេញសិទ្ធិរបស់នាងតូចផ្ដាច់មុខអញ្ចឹងយើងបញ្ចប់ត្រឹមតែប៉ុណ្ណេះចាំជួបគ្នានៅពាក្យបន្តទៀតណាបងប្អូន